បានបញ្ជាក់ប្រាប់ថាព្រះអង្គទ្រង់ជាព្រះអង្គម្ចាស់នៃសន្តិភាពនៅពេលនេះប្រទេសកម្ពុជាកំពុងត្រូវការសន្តិភាពសូមព្រះអង្គម្ចាស់នៃសន្តិភាពបានសោយរាជ្យនៅក្នុងដួងចិត្តរបស់ប្រជារាស្ត្រខ្មែរក៏ដូចជាអ្នកដឹកនាំខ្មែរក៏ដូចជាអ្នកដឹកនាំប្រទេសថៃដែរសូមឲ្យមានបានស្វែងរកព្រះអង្គជាធំហើយសូមព្រះអង្គទ្រង់បានប្រោសឲ្យជាប្រទេសយើងដែលកំពុងតែបាក់បែកពីធម៌នៃសាសនាឲ្យយើងត្រូវការសន្តិភាពសូមឲ្យសន្តិភាពរបស់ព្រះគ្រីស្ទបានសម្ថិតនៅក្នុងដួងចិត្តយើងខ្ញុំទោះបីនៅពេលណាពីកន្លែងណាក៏ដោយសូមឲ្យសន្តិភាពនោះជាសន្តិភាពដែលនិរន្តរ៍ជាសន្តិភាពដែលថិតថេរព្រះម្ចាស់រាជមានតែទូលអង្វរសូមម្ចាស់នៃសន្តិភាពបានប្រទានពរដល់ប្រជាជាតិមួយនេះដែលកំពុងត្រូវការសន្តិភាពហើយសូមព្រះអង្គចម្រើនកម្លាំងដល់អ្នកដែលរងគ្រោះដោយសារភាសាហើយនឹងវិរៈកងទ័ពដែលប្រឈមមុខនៅខាងមុខសូមព្រះអង្គកំសាន្តចិត្តពួកគាត់នឹងការពារថែរក្សាពួកគាត់ហើយសូមឲ្យសន្តិភាពនេះបានថិតថេរ